ទៅឲ្យរួចផុតមិនមែនមិនអាចទេគ្រាន់តែអាយុច្រើនហើយមនុស្សយើងមានរឿងរ៉ាវបញ្ចេញមកមិនកើតបាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំចង់លើកយកចំណុចមួយទាក់ទងនឹងការ design steel frame member ដែលមានមុខកាត់ជា box section ឬក៏ rectangular section ដែលយើងនឹងទីចម្លើយទៅរវាងការគណនាដៃនៅក្នុងកម្មវិធី Excel ឬក៏ Mathcad Prim នេះជាមួយនឹងកម្មវិធី SAP 2000នៅកន្លែងនេះគឺយើងផ្អែកទៅលើកូដ AIC 360.22 ហើយខ្ញុំក៏មានដកស្រង់លំហាត់មួយចំនួនចេញពីសៀវភៅរបស់ខ្ញុំដែរអញ្ចឹងតួយ៉ាងនៅក្នុងនេះគឺខ្ញុំដកស្រង់យកលំហាត់ទី4សម្រាប់ Marine Design Member for Fletcher មុននឹងទៅប្រៀបធៀបខ្ញុំចង់លើកយកមកនិយាយបន្តិចទាក់ទងនឹងការគណនាចំពោះពពួក box section អញ្ចឹងចំពោះពពួក box section គឺវាមានភាពខុសគ្នាបន្តិចបើប្រៀបធៀបជាមួយនឹងAIC 360.26នៅកន្លែងហ្នឹងបងគឺមានការកែប្រែតិចតួចទាក់ទងនឹងរូបមន្តរបស់គេអញ្ចឹងចំពោះ design member for lecture នេះសម្រាប់ពួក square and rectangular sphere and rectangular section នេះហើយនិង box section នេះគឺយើងមាន4លក្ខខណ្ឌលក្ខខណ្ឌទី1គឺលក្ខខណ្ឌ yielding លក្ខខណ្ឌទី2គឺ flame local buckling លក្ខខណ្ឌទី3គឺ web local buckling ហើយលក្ខខណ្ឌទី4គឺ lateral and torsional buckling មែនទែនទៅទាក់ទងនឹងពពួក section មួយហ្នឹងក្នុងលក្ខខណ្ឌ lateral and torsional buckling គឺវាអត់ effect ទេព្រោះវាមិនងាយនឹងមាន buckling ទេចំពោះពពួក section box ឬក៏ rectangular ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺយើងទៅមើលទាក់ទងនឹងលក្ខខណ្ឌ flame local buckling នេះអញ្ចឹងពិបាកនៅកន្លែងនេះគឺយើងពិបាកនៅត្រង់ចំណុចនេះបងណានៅពេលដែល session មួយហ្នឹងវា slender គឺយើងត្រូវទៅរក effective width របស់ element ដូចវាមាន RGB ឬក៏ ជា flame អញ្ចឹងទៅនៅកន្លែងហ្នឹងអញ្ចឹងនៅក្នុងលក្ខខណ្ឌ flame local buckling នេះគឺយើងរកតែ effective width របស់ flame តែប៉ុណ្ណោះអញ្ចឹងបងអញ្ចឹងនៅពេលដែលយើងរក effective width ហើយយើងត្រូវទៅគណនារកmodule ទៅរក moment inertia after reshoot ទាក់ទងនឹង effective width របស់វាទៀតអញ្ចឹងកន្លែងហ្នឹងគឺបើសិនជាក្នុងករណីដែលបងប្អូនអត់ដែរឬក៏អត់ចូលស៊ីជម្រៅទៅលើទ្រឹស្ដីទេគឺយើងអត់អាចគណនាចេញទេកន្លែងហ្នឹងតួយ៉ាងនៅកន្លែងនេះខ្ញុំបានដាក់រូបមន្តឲ្យហើយនៅកន្លែងហ្នឹងបងនៅក្នុងកូដគេអត់បាននិយាយប៉ុន្តែនេះគឺដោយសារខ្ញុំយកទ្រឹស្ដីខ្ញុំបបែកវាចេញមកចេញជារូបមន្តអញ្ចឹងបងនេះគឺជារូបមន្តដែលយើងប្រើសម្រាប់គណនាមែនតើនៅក្នុងសៀវភៅនេះគឺមានទាំងអស់បងកន្លែងចំណុចឧទាហរណ៍ចំណុចដែលកូដគេអត់បាន specify ឬក៏អត់បានបញ្ចូលក្បោះក្បាយអញ្ចឹងខ្ញុំយកមកច្បាច់ហើយខ្ញុំបញ្ចូលបន្ថែមឲ្យបានក្បោះក្បាយឬក៏ដាក់រូបមន្តឲ្យបងប្អូនតែម្ដងកន្លែងហ្នឹងអូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅប្រៀបធៀបចម្លើយតែម្ដងនៅកន្លែងនេះគឺយើងមាន section ជាពពួក box section វាជា build up box section អញ្ចឹងយើងអាចប្រៀបធៀបជាមួយកម្មវិធី SAP 2000តែម្ដងអញ្ចឹងថ្នាំនេះប្រវែងរបស់វាគឺ10ម៉ែត្រ10ម៉ែត្រអញ្ចឹងខ្ញុំចាប់ផ្ដើម override modify ទៅនឹង section របស់វាsorry ខាងលើនេះបងឡើយហ្នឹងណាតែមុននឹងទៅ override ខ្ញុំអាចដូរຂະຫນាតចេញសិនទៅកន្លែងនេះ
ដើម្បីយើងងាយស្រួលនេះយើងអាចលុបចោលកុំឲ្យញ៉ៃៗអញ្ចឹងយើងឃើញថា outside div របស់យើងគឺ700 400ហើយកម្រាស់របស់វាគឺ10នៅកន្លែងនេះបើសិនជាក្នុងករណី box session បងប្អូនពេញ0មកអូខេអញ្ចឹងរួចរាល់បងប្អូនណាយើងរួចរាល់យើង run យកតែម្ដងនេះខ្ញុំអត់លើកយកអាគារមួយលើកយកតែ member មួយមកឧទាហរណ៍ទេព្រោះមែនតើទៅដូចតែគ្នាទេកន្លែងហ្នឹងគាត់អឺដោយសារលក្ខខណ្ឌ LTV អត់ effect ចំពោះ member មួយហ្នឹងទេអញ្ចឹងខ្ញុំអត់ចាំបាច់ទៅapply ឬក៏សិក្សាទៅលើ diagram មុំម៉ង់ដែលមានអំពើទៅលើមួយហ្នឹងទេអញ្ចឹងបាទអញ្ចឹងឡើយនេះខ្ញុំអាច select code ថ្មីខ្ញុំយក AISC 22ក្នុងនឹង LFD ទៅ variable អូខេទៅមកតាក់ទងនឹងមែនតើ load combination ក៏មិនជាតាក់ទងបានដែរក៏យើងគ្រាន់តែប្រើដើម្បីរក demand capacity តែប៉ុណ្្នឹងឯងនេះខ្ញុំអត់ទាន់បានបង្កើត load combination ទេអូខេយើងមិនសំខាន់ទេកន្លែងហ្នឹងសំខាន់យើងរ៉ានវាសិននៅកន្លែងនេះតាក់ទងនឹង load case អូខេ load combination 1 that បូកឲ្យ1.6 line load អូខេឥឡូវនេះខ្ញុំឧទាហរណ៍តែមក load combination ហ្នឹងទៅព្រោះមែនតើទៅលទ្ធភាពត្រង់មុំម៉ងរបស់វាក៏វាមិនជាអាស្រ័យខ្លាំងទៅលើទាំងអស់ហ្នឹងដែរអូខេដំបូងដែរយើងអាចទៅពិនិត្យមើលតាក់ទងនឹង session property របស់វាបន្តិចតាក់ទងនឹងទី1តាក់ទងនឹងsession area ខាងនេះយើងឃើញថា session area គឺវានេះត្រូវហើយ moment initial about x axis y អូខេត្រូវដូចគ្នាEB2 នេះតមក x axis ខ្ញុំគិតថាត្រូវដូចគ្នា radius of child constant constant 1341អូខេនេះគឺត្រូវបាន4ខ្ទង់ខាងមុខក្រៅពីហ្នឹងខ្ញុំគិតថាមិនចាំបាច់ទៅមើលទេហ្នឹងអូខេអញ្ចឹងយើងទៅមើល result តែម្ដងនៅកន្លែងនេះយើងអាចបដូរຂະຫນាតមកគីឡូញូតនម៉ែត្រអញ្ចឹងទៀតនេះទាក់ទងនឹងលក្ខខណ្ឌno LTV នេះវាមាន flame local buckling ហើយនឹងលក្ខខណ្ឌ web local buckling អញ្ចឹងក្នុងចំណោមពីរលក្ខខណ្ឌយើងយកណាតូចជាងគេជាតម្លៃតូចជាងគេមកទៅទីតាំងនេះអញ្ចឹងបាទអញ្ចឹងយើងមើលទាក់ទងនឹងការគណនារក effective with អីផ្សេងយើងបានយើងអាចមើលនៅក្នុងហ្នឹងទៅអញ្ចឹងខ្ញុំទៅមើលចម្លើយរបស់យើងគឺយើងមើលទាក់ទងនឹង web local backlink ហើយនឹង flame local backlink អញ្ចឹងយើងឃើញថាក្នុងចំណោមពីរលក្ខខណ្ឌនេះអានេះគឺ flame local backlink អានេះគឺ web local backlink អញ្ចឹងយើងយកតម្លៃនេះមក compare នៅទីតាំងនេះណាបងអញ្ចឹងរបស់គេឃើញ VMN គឺ1281របស់យើងឃើញ MN នេះគឺ1423អញ្ចឹងឡើយនេះយើងត្រូវគុណបន្ថែម0.9មកគឺនៅពេលដែលគុណនឹង0.9តើចម្លើយចេញដូចគ្នាឬក៏អត់នៅកន្លែងហ្នឹងអញ្ចឹងខ្ញុំស្មើឲ្យ0.9គុណដោយ1423.4អូខេអញ្ចឹងបងប្អូនឃើញចម្លើយរបស់វាគឺដូចគ្នាស្ទើរតែ100%ទាក់ទងនឹងតម្លៃអឺតម្លៃមួយនេះតម្លៃហ្នឹងណា
មានន័យថា VMN នេះ No LTB នេះគឺលក្ខខណ្ឌក្រៅពី LTB អញ្ចឹងលក្ខខណ្ឌក្រៅពី LTB យើងមាន3លក្ខខណ្ឌទី1លក្ខខណ្ឌ yielding លក្ខខណ្ឌទី2 flag local backlink ហើយនិងលក្ខខណ្ឌទី3គឺលក្ខខណ្ឌweb local backlink កន្លែងហ្នឹងបន្ទាប់មកយើងអាចសិក្សាកន្លែងនេះបងហើយលក្ខខណ្ឌ LTB នេះបងអាចមើលទៅមើលលក្ខខណ្ឌ LTB ព្រោះអានេះយើងសិក្សាលក្ខខណ្ឌ LTB ទៅថាតម្លៃ1ម៉ោងរបស់វាស្មើប៉ុន្មានអញ្ចឹងយើងឃើញថាកន្លែងនេះលក្ខខណ្ឌ LTB អូខេកន្លែងនេះប្រវែង LB 6ម៉ែត្រ LB ស្មើ6ម៉ែត្រដោយសារតែនេះបងប្អូនណាដោយសារតែកន្លែងនេះយើងមាន brace ហើយ member របស់យើងគឺអត់មាន brace ទេកន្លែងនេះអញ្ចឹងប្រវែង10ម៉ែត្រមែនប៉ុន្តែជាក់ស្ដែងវា brace 6ម៉ែត្រហើយនៅកន្លែងនេះយើងអាចមើលតាក់ទងនឹង unbracelet for LTB របស់យើងអានេះគឺ10ម៉ែត្របងប្អូនអញ្ចឹងខ្ញុំអាច modify តិចទៅកន្លែងនេះដើម្បី compare តាក់ទងនឹងចម្លើយរបស់យើងចូលទៅកន្លែងនេះយើងអាចចូល override ទាក់ទងនឹងunbracelet LTB នេះយើងអាចយក6ចែក10អូខេតោះយើងអាចរានវាសាថ្មីមកអញ្ចឹងយើងឃើញថាប្រវែង LTB របស់យើងនៅសល់តែ6ម៉ែត្រទេបងអញ្ចឹងនៅសល់តែ6ម៉ែត្រគឺមិនទៅកន្លែងហ្នឹងគឺយើងអត់ consider តាក់ទងនឹង LTB ទេកន្លែងហ្នឹងបងអញ្ចឹងវានឹងចាប់យកលក្ខខណ្ឌលក្ខខណ្ឌណាបងលក្ខខណ្ឌ yielding មកប្រើដោយសារកន្លែងនេះយើងឃើញថាមែនទៅដោយសារតែប្រវែងរបស់វាធំជាង13ម៉ែត្របានយើងសិក្សាលក្ខខណ្ឌ LTB អញ្ចឹងលក្ខខណ្ឌ LTB គឺយើងអត់សិក្សាទេអញ្ចឹងបើអត់សិក្សាវាចាប់យកលក្ខខណ្ឌណាមកប្រើច្បាស់ជាយកលក្ខខណ្ឌ yielding មកប្រើបងណាចឹងយើងឃើញថាលក្ខខណ្ឌ yielding របស់វាគឺ1749.8ចឹងយើងអាចគុណនឹង0.9ទៅអូខេអញ្ចឹងជាលទ្ធផលយើងឃើញថាចម្លើយរបស់វាគឺដូចគ្នា100%នៅកន្លែងនេះអញ្ចឹងដូចខ្ញុំជម្រាបឬក៏បាននិយាយជារឿយៗអញ្ចឹងចំពោះពពួក box session វាអត់សូវមាន backlink ទេព្រោះមកកាត់របស់វា symmetry គ្នាអញ្ចឹងបងអញ្ចឹងអ្វីដែលយើង concern ខ្លាំងនៅពេលដែលវាវែងខ្លាំងពេកទេនៅពេលដែលវាវែងខ្លាំងទើបវាមានតកតនឹង backlink ចឹងអ្វីដែលយើង concern ខ្លាំងទីមួយតកតងនឹង flame local backlink ដែលយើងទៅ concern នេះហើយលក្ខខណ្ឌទី2គឺ web local backlink អញ្ចឹងចំពោះmember មួយនេះចំពោះ member មួយនេះគឺវា slender តកតងនឹង flame ហ្នឹងបង flame របស់វាគឺ slender អញ្ចឹងកាលណាថា flame slender គឺយើងត្រូវទៅគណនារក effective width របស់ member មួយនោះតាមប្រព័ន្ធមួយនេះនៅក្នុង software គេបានប្រាប់ថាគណនាតាមណាប៉ុន្តែនេះខ្ញុំបានបំបែកទុកឲ្យបងប្អូនហើយនៅក្នុង មេរៀនក៏ខ្ញុំបានបញ្ចូលដែរនៅកន្លែងហ្នឹងបងអញ្ចឹងនេះគឺជាចំណុចពិសេសមួយដែលខ្ញុំលើកយកមកបង្ហាញសម្រាប់បងប្អូនទាំងអស់គ្នាអូខេអញ្ចឹងយើងប្រៀបធៀបតែមួយហ្នឹងត្រូវគឺត្រូវហើយខ្ញុំគិតថាដូចជានេះបើសិនជាក្នុងករណីដែលយើងចង់ទៅមើលនេះគឺយើងអាចអូខេខ្ញុំលើកយកតែមួយលំហាត់ហ្នឹងបានទេយកមកសិក្សាព្រោះនេះយើងសិក្សាមកករណីហ្នឹងត្រូវករណីផ្សេងទៀតក៏វាត្រូវដែរព្រោះរូបមន្តដែលយើងប្រើនេះដែរទេអូខេឥឡូវឧបមាដែលខ្ញុំសាកមែនតើយើងបំពេញនៅកន្លែងនេះណានៅក្នុង Matcat ក៏បាន Excel ក៏បាន
ឥឡូវខ្ញុំសាកនៅក្នុង market របស់ខ្ញុំរបស់យើងគឺ700អូខេទាក់ទងនឹងLTP គឺ6ម៉ែត្រអញ្ចឹងយើងអាចអូសមកក្រោមមកគឺយើងឃើញថាលទ្ធផលទ្រទ្រង់មុំម៉ងទ្រទ្រង់មុំម៉ងចុងក្រោយរបស់យើងគឺ12.8ណាបងប្អូនណា12.8មែនទែនទៅយើងក៏អាចប្រើ Excel ដែរព្រោះខ្ញុំមានទាំងពីរខ្ញុំអាចបើក Excel ទៀតមកហើយខ្ញុំមាន American Code Square Box Section នេះ combine អូខេចឹងទាក់ទងនឹង410អូខេអានេះខ្ញុំបានប្រៀបធៀបម្ដងហើយប្រវែងនេះគឺ1000ចឹងយើងទៅមើលលទ្ធផលចុងក្រោយរបស់វាប្រហែលទៅអូខេនេះគឺជាលទ្ធផលចុងក្រោយហើយបាទអូខេប្រហែលជាមានបងប្អូនមួយចំនួនគាត់អត់ដែលប្រើ Excel ចឹងណាតាមពិតទៅមែនតើទៅយើងអាច print ទៅចេញចម្លើយបានដូចគ្នាទេ Excel ដល់ខ្ញុំ control P ខ្ញុំ print ទៅតែខ្ញុំដាក់ថា box section design report អូខេចឹងនេះគឺជា report ដែលយើង convert ចេញពី Excel មិញហ្នឹងគាត់យើងអាចបើកមើលតែប៉ុន្តែនេះវាមានលម្អិតជាច្រើននៅក្នុងហ្នឹងអូខេឥឡូវខ្ញុំសាកព្យាយាមchange section មើលតើប្រហែលថាឥឡូវខ្ញុំតម្លើងអានេះមក600ហើយអានេះយើងបន្ថយមកតែអឺ400ទេចឹងយើងមើលលទ្ធផលតើវាចាប់យកលក្ខខណ្ឌ flame local backlink ឬក៏អឺ web local backlink ចឹងយើងឃើញថា flame local backlink វិញនេះ738អូនេះនៅតែធំហ្នឹងនេះយើងគួរតែបង្កើនទៅនឹងកម្ពស់អូខេចឹងយើងឃើញថាលក្ខខណ្ឌនៅក្នុងលក្ខខណ្ឌ flame local backlink គឺ bearing លទ្ធភាពទ្រទ្រង់មុំម៉ងរបស់វាឬក៏ flexural strength របស់វាគឺ12.3អានេះគឺទាក់ទងនឹង web គឺ1238អញ្ចឹងវានឹងចាត់យកលក្ខខណ្ឌអានេះខ្ញុំអាចបង្កើនមក800បាទវាច្បាស់ជាចូលលក្ខខណ្ឌ web local backlink វិញហ្នឹងបងកន្លែងហ្នឹងចឹងខ្ញុំសាកព្យាយាមប្រៀបធៀបលទ្ធផលជាមួយសារ2000មើលតើចម្លើយដូចគ្នាឬក៏អត់នៅកន្លែងនេះកន្លែងនេះយើងអាចប្រើទាំង Excel ទាំង Market ឆ្លាញ់មួយណាយើងប្រើមួយហ្នឹងទៅ
អូខេចឹងយើងឃើញថាលក្ខខណ្ឌ no RGB គឺ1351ចឹងយើងទៅមើលថាតើ1351ហ្នឹងវាចូលលក្ខខណ្ឌមួយណា Flame Local Backlink ឬក៏ Web Local Backlink ចឹងយើងឃើញថា Web Flame Local Backlink គឺប៉ុណ្នេះនៅតែយើងគុណថែម0.9មក0.9គុណដោយប៉ុណ្នេះចឹង1435អត់ត្រូវទេចឹងយើងទៅមើល Web Local Backlink វិញអូខេ0.9គុណដោយបងប្អូនគេនេះ1351ហើយចម្លើយរបស់គេ1351ចឹងមានន័យថាម៉េចមានន័យថាតម្លៃនេះគឺវាចាប់យកតម្លៃតូចបំផុតក្នុងចំណោម3លក្ខខណ្ឌលក្ខខណ្ឌទី1លក្ខខណ្ឌ yielding លក្ខខណ្ឌទី2 flame local backlink ហើយលក្ខខណ្ឌទី3គឺលក្ខខណ្ឌ web local backlink នេះគឺជាវិធីសាស្ត្រដែលយើងប្រើសម្រាប់ទៅ check តាក់ទងនឹងអឺដែលយើងប្រើ check តាក់ទងនឹងflexural strength របស់ session យើងអាច compare រវាងsoftware ជាមួយនឹងការគណនាបែប manual អញ្ចឹងបងបន្ទាប់មកតាក់ទងនឹង VMN នៅពេលដែល CB ស្មើ1វាស្មើ14 25អញ្ចឹងក្នុងលក្ខខណ្ឌនេះនៅក្នុងលក្ខខណ្ឌLTB នេះបងគឺវាស្មើប៉ុន្មាន0.9គុណដោយប៉ុន្តែតម្លៃនេះគឺនៅពេលដែល CB ស្មើ1ទេណាយើងយកស្មើ1មកអញ្ចឹងគឺ14.25អញ្ចឹងវាត្រូវបងឃើញមានន័យថាលទ្ធភាពត្រង់មុំម៉ោងរបស់ box session គឺវាអាស្រ័យទៅលើលក្ខខណ្ឌ LTB អាស្រ័យទៅលើមេគុណ CB ដែរមេគុណ CB គឺជាមេគុណទាក់ទងនឹងបម្រែបម្រួលមុំម៉ោងអញ្ចឹងកន្លែងនេះបើចង់ត្រូវបងប្អូនអង្គុយ modify ទាក់ទងនឹងមុំម៉ោងខាងលើនេះមកណានៅត្រង់ ABC នេះមកចេញចម្លើយដូចគ្នាបើនេះមេគុណ CB របស់វាគឺ1ចុចជាងនេះ modify ទៅចឹងនេះគឺជារបៀបដែលយើងអាចប្រៀបធៀបចម្លើយដើម្បី verify ថាការគណនារបស់យើងវាត្រឹមត្រូវឬអត់កន្លែងហ្នឹងគាត់អញ្ចឹងដោយសារអានេះមកកាត់វាខ្ពស់ពេកបងកាត់របស់វាខ្ពស់អញ្ចឹងវាងាយនឹងមាន backlink ដែរដោយសារនេះគឺប្រវែង backlink LTB backlink length for LTB នេះគឺ6ម៉ែត្រហើយ limit length for backlink របស់វាក្នុងលក្ខខណ្ឌ LTB នេះគឺ4ម៉ែត្រអញ្ចឹងមានន័យថាវាចូលលក្ខខណ្ឌមួយនេះបងចូលលក្ខខណ្ឌទី2នេះអញ្ចឹងវា3លក្ខខណ្ឌទី1ទី2ហើយនិងទី3អញ្ចឹងវាចូលលក្ខខណ្ឌទី2អញ្ចឹងកាលណាទៅចូលលក្ខខណ្ឌទី2វាគណនាតាមលក្ខខណ្ឌទី2ឲ្យយើងឡើយហ្នឹងអូខេអញ្ចឹងតកតងនឹងការប្រៀបធៀបការ design នេះគឺខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងហើយខ្ញុំថាជាចំណុចមួយដែលល្អសម្រាប់បងប្អូនយើងដែរតកតងនឹងការប្រើប្រាស់ឬក៏គណនាបែប manual ទៅលើពពួកដែកមុនទៅខ្ញុំអាចបង្ហាញខាងនេះតិច200យើងមើលលទ្ធភាពត្រង់មុំម៉ោងរបស់វាប្រហែលអូខេនេះគឺ1351អានេះគឺ1351អូខេទៅឲ្យរួចផុតមិនមែនមិនអាចទេគ្រាន់តែអាយុច្រើនហើយមនុស្សយើងមានរឿងរ៉ាវបញ្ចេញមកមិនកើត